បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលនៅក្នុងបណ្ដាញ Facebook បាទខ្ញុំបាទម្ចាស់ Page សាហាវបាទសូមដកស្រង់ពីសម្ដីទាំងស្រុងរបស់លោកកែមលីបាទជាដំបូងខ្ញុំបានចោទសំណួរទៅគាត់បាទសូមអញ្ជើញស្ដាប់ទាំងអស់គ្នាអញ្ចឹងខ្ញុំបានសូមជួបមកចំណុចទៀតទៅចោលពាក់ព័ន្ធទៅនឹងបញ្ហាពុករលួយនេះខាងគណៈបក CPP នេះគាត់មានគោលនយោបាយយ៉ាងម៉េចទេបន្ថែមទៀតទេដើម្បីបំបត្តិអំពើពុករលួយអញ្ចឹងតើគាត់គិតយ៉ាងណាថាចំពោះមន្ត្រីថ្នាក់ក្រោមដែលមានការអំពើពុករលួយយ៉ាងហ្នឹងតើគាត់មានគិតដល់ថ្ងៃអនាគតឯគណៈបករបស់គាត់ទេដែលគាត់គិតអញ្ចឹងឲ្យគាត់ធ្វើគាត់នៅថាពង្រើកន្តាយអញ្ចឹងតើអាយរំចាំការលៃគិតយ៉ាងណាដែរវិធានការនេះសម្ដេចមកអាយដាមមានគិតទៅនឹងណាទេបាទគាត់ប្រជុំទៅគិតគួរប៉ុន្តែថ្ងៃមុនគាត់ប្រជុំបានប្រាប់ដល់ក្រុមមន្ត្រីទាំងអស់នឹងគ្រប់ចំថ្នាក់នឹងគាត់ថាបើសិនជាលើកយើងប្រមូលមិនតាន់អស់ទេប្រជាពលរដ្ឋនៅតែមានការស្រែកពីវិនិយោគថាយុទ្ធធម៌នៅដែរនោះចឹងទៅគាត់ថាឥឡូវគាត់រកមធ្យោបាយដែលធ្វើយ៉ាងម៉េចដើម្បីវិភាគបច្ច័យនោះប្រមូលបច្ច័យវិទ្យាពលរដ្ឋទាំងអស់នោះយើងចាប់ដាក់គុកអីហ្នឹងយើងមិនលួងអីយ៉ាងម៉េចទេអស់ហើយពលរដ្ឋអស់លើធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋអស់លើអាលីងដើម្បីឲ្យប្រជាពលរដ្ឋស្ដាប់តាមគោលនយោបាយគាត់ហើយដល់ពេលហ្នឹងទៅឥឡូវនេះគាត់ខមមិនទៅរឿងដឹកឈើដឹករ៉ែអីហ្នឹងចេះអស់ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងមានផ្លូវរស់ស៊ីបានទៀតដូចជាវិធីបង្កើតនឹងឆ្លងគាត់ណាគាត់ធ្វើអីគាត់មកចាប់ទៅចំណុចទាំងអស់ហ្នឹងគាត់ធ្វើអីមកចាប់នឹងគាត់ខ្ញុំគោរពគាត់ណាព្រោះសម្ដេចគាត់ធ្វើការអីក៏ដោយគាត់តែយកការបំផ្លាញប្រទេសជាតិទុកនៅរកការងារដែលបំផ្លាញប្រទេសជាតិហ្នឹងគឺគាត់តែបែរមុខចេញគាត់ធ្វើមិនដឹងមិនលឺហើយពួកខ្ញុំហ្នឹងចិត្តតែមកធ្វើការគាត់ទៅប៉ុន្តែដឹងតែគាត់ដែរប៉ុន្តែធ្វើមិនព្រោះគេងារជាសម្ដេចហើយដល់ឥឡូវនេះទូនាទីខ្ញុំហ្នឹងគឺគាត់ឲ្យខ្ញុំមួយឆ្នាំ$15,000ហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យតែដណ្ដើមចំនួនឆ្នោតចេញពីដៃសង្គ្រោះជាតិអ្នកដឹកនាំសំរងស៊ីណាទៅឲ្យខ្ញុំប្រមូលបានអញ្ចឹងខ្ញុំក៏ចិត្តខំធ្វើការនឹងតែព្រោះ$15,000មិនងាយរកបានណានឹងស្រាប់ហើយបងប្អូនហើយខ្ញុំមិនជាពុករលួយមិនជាប្រាក់ខែទេហើយថាគេចាំឲ្យខ្ញុំមិនថាមិនយកក៏ត្រូវតែយកអញ្ចឹងការដែលពុករលួយទាំងនេះខ្ញុំអត់ដឹងទេនឹងដល់សួរសម្ដេចផ្ទាល់ប៉ុន្តែសម្ដេចក៏មិនតាមអាចមកដល់ក្រោយរឿងហ្នឹងបានទេសូមបងប្អូនទាំងអស់ខំទៅចូលណាព្រោះសម្ដេចនៅកំពុងរៀបគម្រោងការមួយដើម្បីយកទឹកដីនឹងឲ្យទៅយួននៅថ្ងៃខាងមុខនេះសម្ដេចកំពុងតែមានការមមាញឹករឿងដាក់ផែនការแล้วនឹងកំពុងដឹកតបដល់អីចូលមកទៀតនោះពីព្រោះអីចេះសម្ដេចកំពុងការភ័យព្រួយខ្លាចជាពលរដ្ឋធ្វើខ្លាចទាំងអស់នោះលើកចូលមកឲ្យគុកក្បាលគាត់នឹងពងទីអីចឹងណាមកលោកកំពុងមានការបារម្ភខ្លាំងនឹងទៅសួរអ្នកលោកទៅបានទៅបានពូនទៅទម្លាក់ចំដល់ក្រែសូមមកអាងមកដល់ពីដល់ទៅកំឡុងលោកទៅកំឡុងបាទអញ្ចឹងខ្ញុំសូមសួរពីអកប្បវិធីតខ្លួនអំពីអារម្មណ៍របស់អំចាក់ការលេខតលហើយក្នុងនាមជាអាយដាមជាកូនខ្មែរឬក៏កូនយួនឬមិនដឹងណាបាទខ្ញុំចង់សួរអាយដាមថាតើអាយដាមមានបញ្ហាក្នុងចិត្តយ៉ាងណាខ្លះទៅអំពីលើទឹកដីខ្មែរឧទាហរណ៍ថាសិនមកសិនជាសម្ដេចមកអាយដាមនឹងយកទឹកដីឲ្យយួនទៅតើសម្ដេចនឹងកូនចៅរបស់សម្ដេចនៅស្រុកក្រៅហើយតើសម្ដេចមានដល់ប្រជាពលរដ្ឋខ្មែរដែលនៅស្រុកខ្មែរដែរទេបាទយ៉ាងមិនដែរក៏យ៉ាងមិនដែរសូមអាយដាមតាមលេខជួយប្រាប់មកតែអាយដាមបានប្រាក់ខែពីគេនឹងស៊ីឆ្ងាយណាស់ទៅអាយដាមបាទហើយអាយដាមមកខ្លាចគេវិញបាញ់មកឬក៏ចុះនៅរូបអីចឹងដែរអាយដាមបាទមានតែភ័យបារម្ភដែរប៉ុន្តែលោកគួរតែយល់ណាព្រោះអីទឹក$15,000មួយឆ្នាំកម្រងការគាត់នេះគឺចង់រំលាយប្រទេសខ្មែរតែម្ដងហើយខ្ញុំអត់ខ្វល់ព្រោះអីមេខ្ញុំគាត់ថោកទៀតទាំងប៉ុណ្ណឹងតាំងពីដើមមកចឹងទៅខ្ញុំដឹងថាការដែលគាត់ធ្វើទាំងអស់នោះគឺការថោកទៀតបំផុតប៉ុន្តែធ្វើមិនទេពីព្រោះខ្ញុំជាកូនចៅមានតែធ្វើតាមគាត់ខ្ញុំដឹងថាខ្ញុំសប្តាហ៍ខ្ញុំជាស្រែបម្រើគាត់ហើយប៉ុន្តែធ្វើមិនក៏គាត់ឲ្យធ្វើអញ្ចឹងហើយបើសិនជាបុគ្គលណាដែលឲ្យតែយើងបម្រើគេយើងទុកខ្លួនជាស្រែណាចឹងទៅខ្ញុំទុកខ្លួនជាស្រែព្រោះខ្ញុំបម្រើគាត់ហើយគាត់សប្តាហ៍ហ្នឹងឥឡូវនេះកំពុងតែរៀបការធ្វើរៀបវិធីមួយយ៉ាងធំដើម្បីគិតថាយកប្រទេសខ្មែរហ្នឹង
ទេចឹងបងខ្ញុំជឿជាក់ថាសម្ដេចអាចធ្វើបានណាពីរឿងម្នេះថាខ្ញុំវិញខ្ញុំមានស្រឡាញ់ដំកតិខ្មែរណាខ្ញុំស្រឡាញ់ខ្មែរណាបាទប៉ុន្តែបើខ្ញុំជាសម្ដេចគាត់លក់ទឹកដីទៅឲ្យគេហើយក៏ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេពីព្រោះអីបើគាត់លក់ហើយគាត់ក៏ចែកភាគរយខ្ញុំដែរចឹងទៅខ្ញុំដឹងធ្វើម៉េចទេខ្ញុំទៅផងចំពោះចំណុចហ្នឹងហើយរឿងដំកតិហ្នឹងគឺជារឿងមួយផ្សេងហើយរឿងភាគហ៊ុនជារឿងផ្សេងដែរខ្ញុំបាទអរគុណច្រើនសម្រាប់យោបល់និងមតិរបស់ឯកឧត្តមកែមលីបាទចឹងអរគុណច្រើនfan ទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook បាទបានឃើញផ្ទាល់ហើយនេះគឺជាការថតសម្លេងរបស់ខ្ញុំផ្ទាល់ជាមួយនឹងលោកកែមលីបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាកុំភ្លេចជួយ share ទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលា